សួស្តីបងប្អូនទាំងអស់គ្នារឿងដ៏ព្រឺព្រួយដែលខ្ញុំនឹងលើកយកមកនិយាយក្នុងថ្ងៃនេះគឺវាកើតឡើងពីតង់ត្រួតគ្នាហ្មងបងប្អូនរឿងហ្នឹងកើតឡើងទៅលើលោកពូម្នាក់ដែលគាត់គឺជាជាងសំណង់ហើយជាអ្នកម៉ៅការប្រចាំភូមិតែម្ដងអ្នកភូមិរបស់គាត់និងអ្នកភូមិជិតឆ្ងាយនៅក្បែរហ្នឹងតែងតែមកពឹងពាក់គាត់ឲ្យធ្វើផ្ទះឬជួសជុលផ្ទះគាត់ធ្វើតាំងពីផ្ទះឈើរហូតដល់ផ្ទះថ្មហើយរឿងដែលខ្ញុំនឹងយកមកនិយាយចែកជូនបងប្អូនទាំងអស់គ្នាស្ដាប់មិនមែនតែគាត់ដែលបានជួបនោះទេវាមានពាក់ព័ន្ធជួបដល់ម្ចាស់ផ្ទះទៀតផងដោយសារថារឿងហ្នឹងវាព្រឺព្រួយពីគួរឲ្យខ្លាចរន្ធត់ណាអញ្ចឹងហើយខ្ញុំនឹងយករឿងហ្នឹងមកនិទានចែកជូនបងប្អូនទាំងអស់គ្នាស្ដាប់រឿងហ្នឹងវាចែកបងប្អូននៅល្ងាចថ្ងៃមួយនៅពេលដែលបុរិតកំពុងតែអង្គុយលេងនៅមុខផ្ទះគាត់ហ្នឹងស្រាប់តែមានប្តីប្រពន្ធមួយគូហ្នឹងបានមកជួបគាត់ក្រោយពីសំណេះសំណាលគ្នាបានមួយសន្ទុះហ្នឹងទើបគាត់ដឹងថាប្តីប្រពន្ធមួយគូហ្នឹងទើបតែរៀបការហើយថ្មងថ្មីពួកគេហ្នឹងបានសន្សំលុយមួយដុំធំហើយបានទិញដីមួយកន្លែងនៅច្រកចូលមុខភូមិផ្ទះបានគាត់ហ្នឹងហើយក៏បានមកពឹងពាក់គាត់ហ្នឹងឲ្យគាត់ហ្នឹងទៅសាងសង់ផ្ទះនៅលើដីថ្មីរបស់ពួកគេហ្នឹងក្រោយពីជជែកសួរនាំរឿងតម្លៃរឿងអីហ្នឹងគាត់ក៏បានប្រាប់ទៅប្តីប្រពន្ធមកគូនឹងថាសម្រាប់តម្លៃហ្នឹងគាត់មិនទាន់អាចនិយាយបានទេលុះត្រាតែគាត់នឹងទៅមើលដីមើលអីចឹងណាគូប្លង់គូវាអីហើយគាត់នឹងជូនដំណឹងទៅក្រោយថាវាគួរទៅអស់តម្លៃប្រមាណអីប្រមាណដែលប្រពន្ធមួយគូនឹងមើលទៅដូចជាបញ្ញាបញ្ញាប់មែនទែនចង់បានផ្ទះចង់បានអីជារបស់ខ្លួនឯងដឹងចឹងហើយក៏បានប្រាប់គាត់ថាឲ្យគាត់នឹងជួយទៅមើលដីឲ្យហើយភ្លាមតាន់គេទៅនេះក្រោយពីពុរិតជាមួយនឹងប្តីប្រពន្ធមួយគូនឹងជិះម៉ូតូទៅដល់ដីកន្លែងហ្នឹងណាគាត់មានអារម្មណ៍ប្លែកហ្មងដីរបស់គេនេះគឺនៅកាត់មុខផ្លូវបំបែកជា3នឹងតែម្ដងក្រោយពីពុរិតដើរចូលទៅមើលដីនឹងចុះឡើងមើលជុំវិញមើលអីហ្នឹងមានខ្យល់បក់មកប៉ះខ្លួនគាត់ហាក់ដូចជាមានមនុស្សដើរតាមគាត់រហូតអញ្ចឹងណាគាត់មានអារម្មណ៍ថាព្រឺឆ្អឹងខ្នងហ្មងបងប្អូនស្រាវឆ្អឹងខ្នងមែនទែនគាត់មានអារម្មណ៍ថាមានមនុស្សដើរតាមគាត់រហូតទាំងដែលវាទៅតែម៉ោង4ម៉ោង5សោះហ្នឹងណាគាត់ក៏ទុកអារម្មណ៍ដែលគាត់ជួបនឹងនៅក្នុងចិត្តពុរិតមានអារម្មណ៍ថាមិនស្រួលក្នុងចិត្តទេចង់និយាយប្រាប់ប្តីប្រពន្ធមកគូនឹងដែរប៉ុន្តែគាត់ក្រែងលោថាគាត់នឹងនិយាយទៅនឹងធ្វើឲ្យបង្អាក់ការស្រឡាញ់របស់ប្តីប្រពន្ធមកគូនឹងអញ្ចឹងហើយគាត់ក៏ស្ងាត់មាត់មើលដីមកសន្ទុះមើលចុះមើលឡើងហ្នឹងគាត់ប្រាប់ថាពេលដែលគាត់គូប្លង់រួចរាល់ហើយហ្នឹងគាត់នឹងប្រាប់ទៅវិញក្រោយពីគូប្លង់អីរួចរាល់ហើយហ្នឹងគាត់ក៏បានប្រាប់ទៅប្តីប្រពន្ធនិយាយគ្នាតម្លៃអីផ្សេងហ្នឹងប្តីប្រពន្ធហ្នឹងគឺព្រមហ្មងបងប្អូនអត់មានប្រកែកអត់មានអីទេហើយមើលទៅដូចជាសុវ័យចិត្តមែនទែនមុននឹងបើកការដ្ឋានហ្នឹងណាគាត់បានរៀបចំសែនព្រេនដើម្បីលើកជើងទៅសលើកអីចឹងណាវាចម្លែកណាបងប្អូនមានអារម្មណ៍ថាក្នុងខ្លួនគាត់ដូចជាក្តៅក្រហាយមិនសប្បាយក្នុងចិត្តចឹងហើយគាត់ក៏បាននិយាយប្រឡូយទៅកាន់ប្តីប្រពន្ធមកគូនឹងដីនឹងដូចជាវាមិនសូវស្រួលព្រោះផ្ទះហ្នឹងវានៅមុខនឹងផ្លូវបបែកតែប្តីប្រពន្ធមកគូហ្នឹងមើលទៅដូចជាមិនជឿរឿងហ្នឹងតតែសោះប្រពន្ធមិនសូវប្រមាណទេបើប្តីវិញនៅពេលដែលគាត់និយាយចឹងគឺនិយាយមកគាត់វិញថាអូនេះគឺជាជំនឿចាស់កំរិលនិយាយចឹងពួកគេមនុស្សសម័យថ្មីគេមិនជឿលើរឿងអញ្ចឹងទេប្តីហ្នឹងអ្នកនិយាយចឹងហើយធ្វើឲ្យគាត់លេងហ៊ាននិយាយអីទៀតហ្មងគាត់ក៏ចាប់ផ្ដើមបើកការដ្ឋានសំណង់នឹងរៀបចំចាក់គ្រឹះបុកអីហ្នឹងណាប៉ុន្តែបងប្អូនដឹងមិនទេនៅពេលដែលគាត់សាងសង់ផ្ទះហ្នឹងណាជួបនៅរឿងដ៏គួរឲ្យព្រឺព្រួយរហូតហ្មងថ្ងៃមួយហ្នឹងមានកូនជាងប្រុសរបស់គាត់ម្នាក់ហ្នឹងបានមកនិយាយប្រាប់គាត់ថាពេលដែលគេសម្រាប់ថ្ងៃត្រង់ហ្នឹងគេចងរឹងដេកនៅក្រោមដើមឈើពេលដែលគេកំពុងតែដេកហ្នឹងគេមានអារម្មណ៍ថាមានមនុស្សមកឈ្ងោកមើលមុខបានគេហ្មងពេលដែលគេបើកភ្នែកឡើងរបៀបដូចបើកភ្នែកមកកលៀសភ្នែកហ្នឹងណាគេបានឃើញមានមនុស្សឈ្ងោកមកមើលមុខបានគេប៉ុន្តែនៅពេលដែលគេបើកភ្នែកពេញមើលហ្នឹងវាអត់ឃើញមានអីទេថ្ងៃខ្លះទៀតហ្នឹងណាពេលដែលគេកំពុងតែដេកហ្នឹងមានមនុស្សមករុនរឹងបានគេរហូតដល់ធ្វើឲ្យគេហ្នឹងដេកមិនបានទេនៅក្រោមដើមហ្នឹងគេរត់ទៅចងរឹងដេកនៅកន្លែងផ្សេងទៀតក្រោមម្លប់ឈើក្បែរហ្នឹងតែនៅតែដេកមិនបានចឹងបងប្អូនពេលខ្លះហ្នឹងកំពុងតែដេកហ្នឹងឮសូរមនុស្សនិយាយគ្នានិយាយជេរចាចនៅក្បែរតិចហ្នឹងពេលដែលគាត់បើកភ្នែកឡើងហ្នឹងអត់ឃើញមានអីរឿងរ៉ាវដែលគាត់បានជួបហ្នឹងគឺសិតតែពេលថ្ងៃឯងមិនមែនពេលយប់ទេបងប្អូនពេលដែលសម្រាកហ្នឹងគឺសម្រាកក្រោយពេលបាយថ្ងៃត្រង់រួចរាល់ហ្នឹងអញ្ចឹងហើយវាចម្លែកមែនទែនគូជាងហ្នឹងបាននិយាយប្រាប់គាត់ថាផ្ទះហ្នឹងដូចជាមិនសូវស្រួលទេ
តែពូមេជាងហ្នឹងបាននិយាយបង្វែរថាប្រហែលជាឯងសម័យមានខ្យល់មានប៉ះឯងចេះតែគិតច្រើនអីចឹងណាទាំងដែលពូមេជាងដឹងច្បាស់ថាវាគឺជាអ្វីកូនជាងផ្សេងទៀតក៏ជួបដូចគ្នាដែរបងប្អូនតែពូមេជាងដោយសារតែគាត់គឺជាមេជាងយូរអញ្ចឹងណាជួបរឿងមានបទពិសោធន៍ច្រើនគាត់ចេះសូត្រចេះអីការពារអញ្ចឹងណាចឹងទៅធ្វើឲ្យគាត់ជាមួយនឹងកូនជាងហ្នឹងអាចដំណើរការធ្វើផ្ទះហ្នឹងរហូតដល់ចាប់សពគ្រប់ក្រោយពីបើកការដ្ឋានសំណង់ហ្នឹងរហូតដល់គាត់ធ្វើសាងសង់ផ្ទះ2ជាន់ហ្នឹងរួចរាល់ហ្នឹងណាផ្ទះ2ជាន់តូចច្រឡឹងស្អាតគួរឲ្យចង់រស់នៅគាត់ដល់ពេលត្រូវរៀបចំប្រមូលអីវ៉ាន់ពេលហ្នឹងគាត់ប្រមូលនៅពេលល្ងាចប្រហែលជាម៉ោង3ម៉ោង4ហ្នឹងដើម្បីបកគលសោអីផ្សេងឲ្យទៅម្ចាស់ផ្ទះព្រោះម្ចាស់ផ្ទះហ្នឹងប្តីធ្វើការងាររដ្ឋប្រពន្ធហ្នឹងក៏ធ្វើការងារអង្គការដែរចឹងហើយពួកគេមិនសូវមានពេលទៅនេមកបណ្ឌិតទេប្រហែលជាពួកគេហ្នឹងបានឮពីអ្នកដទៃរឿងការងារបានពូមេជាងសំណងខ្លះហើយទៅពួកគេមិនសូវខ្វល់ខ្វាយលុះដល់ថ្ងៃដែលត្រូវបកគលសោបណ្ឌិតចុងក្រោយហ្នឹងក៏ប្តីប្រពន្ធមកគូហ្នឹងមកនៅពេលល្ងាចដែរគេមកទទួលប្រហែលខ្ទង់ម៉ោង4ម៉ោង5ហ្នឹងឯងពេលដែលនាំគ្នាដើរមើលពីជាន់ក្រោមរហូតដល់ជាន់លើនៅពេលដែលគាត់ជាមួយនឹងប្តីប្រពន្ធមកគូហ្នឹងមើលជុំវិញផ្ទះខាងក្រោមជុំវិញផ្ទះខាងក្រោមដែលមានលបងពណ៌ជុំវិញហ្នឹងណាមកដល់ត្រង់ចំណុចមួយហ្នឹងពូមេជាងហ្នឹងគាត់ទទួលបានអារម្មណ៍មួយដែលធ្វើឲ្យគាត់ហ្នឹងព្រឺឆ្អឹងខ្នងមែនទែនហាក់ដូចជាមានមនុស្សហ្នឹងដើរពីក្រោយខ្នងគាត់រហូតដើរមកលក្ខណៈមានកំហឹងព្រោះក្រោយខ្នងគាត់ហ្នឹងគាត់មានអារម្មណ៍ថាឡើងក្តៅមែនទែនក្តៅព្រឺពីក្រោយខ្នងរបស់គាត់នឹងរហូតដល់គាត់ហុចសោឲ្យប្តីប្រពន្ធមកគូនឹងហើយដើរចេញពីក្នុងផ្ទះនឹងទើបគាត់មានអារម្មណ៍ថាខ្លួនគាត់នឹងរួចខ្លួនក្រោយពីគាត់បានត្រឡប់មកផ្ទះវិញហើយនឹងគាត់មានអារម្មណ៍ថាគាត់ថាសំណោះប្តីប្រពន្ធមកគូនឹងមែននៅពេលដែលគាត់ទឿនឬគាត់និយាយអីប្តីគេមិនស្ដាប់តតែសោះគេនិយាយលក្ខណៈថាគេនឹងគឺជាក្មេងសម័យថ្មីគេមិនខ្លាចគេមិនខ្វល់នឹងរឿងរ៉ាវអញ្ចឹងទេប៉ុន្តែបងប្អូនដឹងយ៉ាងម៉េចទេរយៈពេលតែមួយអាទិត្យប៉ុណ្ណោះស្រាប់តែថ្ងៃមួយហ្នឹងប្តីប្រពន្ធមកគូនឹងបានទៅរកគាត់នៅពេលដែលគាត់កលេចមើលឃើញប្តីប្រពន្ធមកគូនឹងគាត់ដឹងភ្លាមថាប្តីប្រពន្ធមកគូនឹងជួបនៅរឿងរ៉ាវអ្វីព្រោះថាទឹកមុខរបស់ពួកគេទាំងពីរនាក់ហ្នឹងស្លេកស្លាប់ក្រោយពីគាត់បានឡើងទៅនៅផ្ទះហ្នឹងឪពុកម្ដាយហ្នឹងក៏បានមករៀបចំឡើងគេហដ្ឋានមានមុនលោកមានអីមកសូត្រមន្តជាធម្មតាទៅតាមជំនឿរបស់មនុស្សចាស់ដែលគាត់ជឿក៏ប៉ុន្តែសម្រាប់គាត់ទាំងពីរនាក់ហ្នឹងគឺមិនសូវជាខ្វល់ខ្វាយនឹងរឿងហ្នឹងប្រហែលទេគ្រាន់តែធ្វើទៅតាមទំនៀមទម្លាប់ដែលឪពុកម្ដាយហ្នឹងគិតឃើញថាធ្លាប់ធ្វើហ្នឹងក៏ធ្វើទៅប៉ុន្តែពូដឹងអត់នៅយប់ដំបូងដែលពួកខ្ញុំបាននាំគ្នាទៅគេងនៅផ្ទះថ្មីហ្នឹងបន្ទប់គេងរបស់គាត់ហ្នឹងគឺនៅខាងមុខដែលអាចមើលទៅផ្លូវមុខផ្ទះហ្នឹងបាននៅយប់ដំបូងដែលពួកគាត់កំពុងតែគេងហ្នឹងសម្រាប់គាត់ពេលហ្នឹងគឺគេងលក់ធម្មតាទេប៉ុន្តែប្រពន្ធរបស់គាត់នេះនាងគេងមិនលក់តតែសោះចេះតែមានអារម្មណ៍ថាមានមនុស្សមកដើរព្រឹបនៅមុខដីរបស់គាត់ហ្នឹងប៉ុន្តែនៅពេលដែលគាត់ងើបទៅអើតមើលនៅតាមបង្អួចសម្លឹងមើលទៅមាត់ផ្លូវហ្នឹងអត់ឃើញមាននរណាគេដើរទេតែឲ្យតែគាត់ត្រឡប់ទៅគេងនៅលើគ្រែវិញគឺលឺទៀតដែរលឺមនុស្សដើររហូតដើរព្រឹបជួនកាលហ្នឹងលឺដើរនៅលើដំបូលផ្ទះរបស់គាត់ហ្នឹងតែម្ដងពេលដែលគាត់ទ្រាំមិនបានគាត់ក៏បានដាស់ប្តីរបស់គាត់ដីរបស់គាត់បានលួងលោមគាត់ថាប្រហែលជាសត្វឆ្មាឬក៏អីអញ្ចឹងណាវាឡើងលើដំបូលផ្ទះតែឮសូរសំឡេងព្រឹបហាក់ដូចជាមានមនុស្សដើរនៅលើដំបូលហ្នឹងគាត់លួងប្រពន្ធគាត់អញ្ចឹងហើយក៏នាំគ្នាគេងប៉ុន្តែប្រពន្ធរបស់គាត់ហ្នឹងគឺគេងអត់លក់ទេមកយប់ទល់ភ្លឺតែម្ដងពេលដែលគាត់ភ្ញាក់ឡើងហ្នឹងគាត់អាណិតប្រពន្ធរបស់គាត់មែនទេដោយសារតែប្រពន្ធរបស់គាត់ហ្នឹងមានភ្នែកឡើងខ្មៅជាំទឹកមុខស្លេកស្លាំងទៅធ្វើការសឹងតែមិនកើតលុះដល់យប់ទី2ហ្នឹងទៀតប្រពន្ធរបស់គាត់បាននិយាយថានៅពេលដែលកំពុងតែដេកហ្នឹងស្រាប់តែមានដូចជាផ្សែងពណ៌ខ្មៅឡើងខ្មៅងងឹតមករុំជុំវិញមុខរបស់គាត់ធ្វើឲ្យគាត់ហ្នឹងងើបក៏មិនរួចធ្វើអីក៏មិនកើតនៅពេលដែលគាត់ព្យាយាមបើកភ្នែកហ្នឹងផ្សែងខ្មៅហ្នឹងបានប្រហែលទៅជាដូចមុខមនុស្សចឹងហើយសំឡេងមនុស្សជាច្រើនដែលដើរនៅខាងក្រៅផ្ទះហ្នឹងនៅឮទៅហឹងអើងកងហាក់ដូចជាពួកគេហ្នឹងកំពុងចង់ដើរចូលមកក្នុងដីរបស់គាត់ពេលហ្នឹងគាត់ប្រឹងអស់កម្លាំងកាយចិត្តទើបធ្វើឲ្យគាត់នឹងបំរាស់ដាស់ប្តីរបស់គាត់ពេលដែលប្តីរបស់គាត់ដឹងខ្លួនឡើងហ្នឹងក៏
ao quạt luôn quạt ở kềnh về để quạt ao bột quạt kềnh ở lụa nữa có chập đào miền là ròm đài thà nên mình được đai là một tiền quạt chân hai con còn đai từ mặt bằng uôi ở mờ quạt khơi men bằng bộ đi chỉ lời tin mua hai đẹp đây được bọc quạt nữa bàn khơi bật bọc quạt thà bất chỉ miền sau mau là mình đưa chỉ ra hơn đai là một tiền bọc quạt đai cho đai là miền sầm mau khăn nữa thôi rề nở mọt là bóng tiền bọc quạt nâng tay mà đâu tay nở về để quạt bật này hay bao mà với nhá là bóng tiền bọc quạt nâng cứ để tê sạch ắt khơi miền ấy tầng nâng kỳ lời tin mua hai đẹp đây bàn chuột là dục tí bì về để quạt đào từ lập một đây để lời kề bên quạt với nâng quạt đây ở luôn một dục từ 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 đây đang bồn mỏ xâm lên con rồng buông đa cho đa làng đa lơ từ bộ tia thì chơi kia hạt đôi chỉ cầm bông từ đá kia làng mà tam là bóng tia bên quạt nữa đáp hai lòng của khai của bự non mình tên quạt rom ở là môi là hồ đá bật lại lúc đá bật lại con nâng ở đây bột bún nâng ở cả làng mình chân hai phụ qua từng pi nè nâng từ thừa cả tỷ kho từ sông chụp bắp ca nghe bằng quạt tiếng cu mò ngay nâng quạt đào bình nịch mơ chung vinh tè bằng quạt thà đào vì miền ấy cả làng bong bồn đằng tí nè về được quạt đào từ bình nịch nơi tam là bong tè bằng quạt tiếng khung tiếng cái nó là bong quạt là bong thầm mò liệp của bảo bò về được quạt từ bình nịch bong bồn đằng mà gì quạt ban khơi nam mà riêng đáy chỉ tràn cù tam là bong tè bằng quạt nằng khơi nam mà riêng đáy đôi là cái nạ tha miền mình được chỉ diêm làng mà tam là bong tè bằng quạt đôi đại dục mình quạt bàn lư sồn chẳng bên nó quạt pi nẹp ở đây bật pôn nó chặt đám chừa bằng bộ tha bậc miền rừng ấy cả là nằm tè bỏ quạt này sầm đạp dục tị bay ní há đôi khi chẳng tại sầm lê lực ní miền tèng sầm lê cài lù miền tèng sầm lê sai đánh quạt ở trên bìm tè nơi bìm mục vì là bong tè bằng quạt nè sầm lê đại vậy nâng chúng ba nữa không thể chịu bằng quạt mỏng tha anh mà thua ấy nơi phơi giường đào anh mà thua ấy nơi phơi giường đào chắp rơi tranh chia bình nhấp chắp rơi tranh chia bình nhấp bà mình chẳng té ảnh slap quạt lư sâu á bên thì chịu bằng quạt nâng mò đi đây được bao quạt ban giấy prapu mê chiêng thành chẳng cào bị lư sâu sầm lên nâng hai á thua ở quạt tầng pin nữa đây ở lụa là hồ đá tàu lư quạt trom đây đạp sầm lên sai chê sầm lên sai hào sầm lên đào ruộng không tè sầm lên đào không tè sầm lên đào lơ từ bộ tè sầm lên đào chung vinh tè quạt trom đi đập tèm pru tèm khai tèm phầy vì nè đây một bốn á đây áo con nia đập sầm lên nâng là hột đọt lử lúc đập được lang từ quạt tranh bị tè nâng tại mà đầu quạt ban vô rương nâng á từ giấy đập ở vùng mà đai được bọc quạt ở vùng đai được bọc quạt nâng ban vô cru nâng màu mờ tè được bọc quạt nâng vận tải cru ban giấy tha kia ai thua ai bán têដោយសារតែគាត់នឹងសាងសង់ផ្ទះនៅផ្លូវរបស់គេដើរអញ្ចឹងហើយគាត់ទាំងពីរអ្នកមិនអាចរស់នៅលើផ្ទះនឹងបានតទៅទៀតទេមានតែត្រូវបោះបង់ផ្ទះនឹងចោលហើយគាត់ពិតជាសោកស្ដាយមែនទែនដែលពេលដែលពូមេជាងនឹងប្រាប់ហើយគាត់មិនជឿ